មេខូយ៉ាងវិសតោសុខយេជាណាំងដល់យើងប្រែបទចិត្តទី1យើងប្រែថាមេឃនេះអោយនៅពឹសញ៉ាំងជន់ជាសក់អោយត្រេកអរហ្នឹងតែបាទនេះយើងប្រែបែបតាមន័យត្រង់ព្រោះវិសតោហ្នឹងវាប្រកបក្នុងន័យថាពឹសច្រើនជាងណាបទចិត្តទី2លោកកែទោសលោកថែមពាក្យសួរឃើញក្នុងទី1ដាក់ចឹងលោកថែមកថាងនាមមេវិនតន្តាំងបាកសាល័យណាំងទេសនាមុខសុខੰតាំងកថាងនាមិមេខូយ៉ាងវិសតោសុខយេចិណាំងតដ្ឋវិរដ្ឋដ្ឋន្តរសៈបរិហារយថាតដ្ឋបណ្ដាយើងបើឡើងយើងឡើងពេញដាក់តដ្ឋតោសេសុចឹងតដ្ឋបណ្ដាទោសទាំងឡាយនោះបរិហាររីកាកែខៃវិរដ្ឋដ្ឋន្តរសៈនៅវិរដ្ឋដ្ឋន្តរតោយថារីឧទាហរណ៍ឡើយនេះអាយ៉ាងមេខូរីភ្លៀងនេះវិសតោអោយនៅទឹកតាំងជាណាំងញ៉ាំងជន់និស្រែនោះវិនតន្តាំងអោយបានទទួលសុខੰនៅសេចក្តីសុខទេសនាព្រោះការឃើញសាល័យណាំងនៅស្រោសាល័យទាំងឡាយបកសាល័យណាំងដែលប្រកបដោយពួរលឿងទុំល្អហើយសុខយេរមែងញ៉ាំងរមែងអោយជាសុខកថាងនាមិដូចមិនដេចបានអ្នកសុខយតិអេវៈរមែងមិនអោយបានសុខពិតទូគេថាមួយទៀតយថាវិនិយកោពិនីកោពិគោតមោពិមហាមិតិបណៃតោពិរក្សាពេតោចត្តាមេសាមិទេកតិវាម្យ៉ាងវិញទៀតយថារិឧទាហរណ៍សាមិបបិទ្ធព្រះអង្គទ្រង់ជាធំខ្វាំងរីព្រះអង្គវិនិយកោពិសូម្បីជាសត្វគ្រុឌនាគោអសិក៏ជាសត្វនាខ្វាំងរីព្រះអង្គគោតមោពិសូម្បីជាសត្វគោប្រសើរមហាមិតិអសិក៏ជាអ្នកមានបញ្ញាច្រើនខ្វាំងរីព្រះអង្គបណៃតោពិសូមបីជារស់ប្រណិតរក្សាពេតោអសិក៏ប្រះចាករស់គីតិរីកាតោទេរបស់ព្រះអង្គចត្តាអស្ចារ្យមេដល់ខ្ញុំព្រះអង្គនេះអត់ដែលមានប្រគួរប្រាថ្នាណាក្នុងន័យហ្នឹងនេះតែងអត់ចង់បានន័យនឹងទេដែលន័យទី2សាមិបបិទ្ធព្រះពុទ្ធទ្រង់ជាធំថ្វាំងរីព្រះអង្គវិនិយកោពិសំបីទ្រង់ជាអ្នកព្រានប្រដៅសត្វលោកនាគោអសិក៏ជាអ្នកប្រះចាកសេចក្តីអាក្រក់ថ្វាំងរីព្រះអង្គគោតមោពិសំបីទ្រង់ជាវងគោតមៈមហាមិតិអសិក៏ទ្រង់ជាអ្នកមានបញ្ញាច្រើនថ្វាំងរីព្រះអង្គបណៃតោពិសំបីទ្រង់ជាអ្នកប្រសើររក្សាពេតោអសិក៏ជាអ្នកប្រះចាករស់មានរស់ស្រឡាញ់ជាដើមគីតិរីការប្រព្រឹត្តទៅទេរបស់ព្រះអង្គចត្តាគោអស្ចារ្យមេដល់ខ្ញុំព្រះអង្គនេះដែលអាចដែលលោកប្រាថ្នានឹងយើងប្រែដោយសលេសន័យបានវាមិនចិត្តទោសបានពីរន័យឥឡូវយើងទៅមើលអធិប្បាយនេះអធិប្បាយទៅពីរដោយកាន់យកថាជាសលេសអលង្ការៈគេខ្លះសលេសន័យនៅអលង្ការៈដែលបង្កប់សេចក្តីប្រែបានពីរន័យឧទាហរណ៍នេះលោកអត់លើកអាពាក្យដែលគេថាគេអាចមេខូយ៉ាងវិសតោសុខយេជាណាំងលោកអត់លើកនេះទេលោកយកគេថាអតីមកអធិប្បាយថែមដោយនាយកឃើញប្រែពីរន័យទាំងអស់វិនាយកក៏ប្រែពីរន័យគោតមក៏ប្រែពីរន័យបណៃតក៏ប្រែពីរន័យតែពីរហ្នឹងណាតែ3ហ្នឹង3សាច់ចំណែកទី1ប្រយោជន៍សេចក្តីបបិទ្ធព្រះអង្គទ្រង់ជាធំទ្រង់សំបីជាគ្រុឌក៏នៅជានាសំបីទ្រង់គោដល់ជាគោដល់ប្រសើរក៏មានបញ្ញាច្រើនសំបីទ្រង់មានរស់ផ្អែមក៏ប្រចាក់រស់កន្លងផ្លូវរបស់ព្រះអង្គវិចិត្រដល់ខ្ញុំព្រះអង្គនេះអត់មង្គលប្រាថ្នាជាវិរដ្ឋដ្ឋន្តរតោទោសព្រួយគេហ្នឹងឲ្យគេយល់អត្តដតីវិញអន្តរតោខុសឲ្យគេយល់ខុសមានសេចក្តីជំទាស់គ្នាមានសេចក្តីជំទាស់គ្នាគឺគ្រុឌនឹងទៅជានិកមិនបានគោនឹងមានបញ្ញាមិនបានរស់ផ្អែមក៏ប្រះចាករស់មិនកើតរស់ផ្អែមវាមានរស់នឹងឯងន័យទី2យើងមិនបាច់អានក៏បានយើងមកមើលបញ្យលវិនិយកស័ព្ទន័យទី1ប្រែថាគ្រុឌមកពីវិពពវត្តប្រែថាវិនឹងប្រែថាបក្សីនិយកប្រធានរបស់បក្សីបានដល់គ្រុឌន័យទី2នាគនំសត្វលោកមកពីវិពពវត្តនីធាតនិយាយនំទៅវិញ្ញាធាតខុសគ្នាចឹងនវបច្ច័យនាគព្រានប្រដៅសត្វលោកនាគន័យទី1ប្រែថានាគមកពីនាគនឹងនាគមិនអកិសត្វមិនទៅដល់ពេលសត្វមិនទៅនឹងមិនពីរដងបសេតវិញថាប្រសើរវិញន័យទី2នាគមិនមានសេចក្តីអាក្រក់មកពីនាគមិនអាគុសេចក្តីអាក្រក់នេះន័យទី2គោតមៈប្រែន័យទី1ថាគោប្រសើរមកពីគោស័ព្ទនិងតមៈបច្ច័យដល់ពេលន័យទី2មកពីគោតមៈស័ព្ទនិងណបច្ច័យចុះបច្ចតថិតវងរបស់ពួកអេសីអបច្ចតថិតពូជពងអញ្ចឹងបច្ចក៏បានស្អីគេគោតតថិតក៏បានគេថាគោតតថិតបណៃតន័យទី1ប្រែថារស់ផ្អែមន័យទី2ប្រែថាភាសាគេសិតតែមានពីរន័យសលេសន័យតែដោយសារនេះក្នុងគាថាលោកកែកថាងនាមិហើយអញ្ចឹងបានលោកអត់បញ្យល់ទៀតលោកព្រោះអានេះចូលក្នុងអាវិធីថាកែ3យ៉ាងលោកយកអានេះលោកយកដោយការបន្ថែមបទត្រូវស៊ូមកណាដល់ពេលគាថាបន្ទាប់លោកយកជាសលេសណៃសលីសណៃទី3កថាំងនោះគេសួរចែកចឹងណាភ្លៀងនេះបង្អុលពឹសមិនតែភ្លៀងខ្លាំងណាស់បើយើងយកតាមសេចក្តីថាបង្អុលភ្លៀងនេះនឹងបង្អុលពឹសឲ្យ
នឹងធ្វើជន់ជាកសិករនោះឲ្យជាសក់ព្រោះឃើញស្រោសារីទាំងឡាយដែលមានពូលើងទុំឆ្អិនឲ្យជាសក់ដូចម្ដេចបានគឺអត់បានសេចក្តីសុខមែនបើតែស្រោទុំហើយពេលភ្លៀងមកកសិករសប្បាយចិត្តអត់ណានឹងហើយអញ្ចឹងបើសិនតែប្រែតាមហ្នឹងក៏ទៅថែមកថាំងនោះអញ្ចឹងនេះស្រែអាពេលចេញភាសាហ្នឹងស្រោទុំប្រមូលផលសពតែទឹកឡើងហើយភ្លៀងមកទៀតអញ្ចឹងគាត់ពិបាកណាអញ្ចឹងអ្នកអណៃហ្នឹងត្រូវយើងយកសុខៈនេះជាប្រែថាភ្លៀងហ្នឹងពឹសហ្នឹងវាដូចជាពឹសបើយើងប្រែធម្មតាយើងបើមិនបន្ថែមស័ព្ទទេវាជាទោសអញ្ចឹងយើងប្រែអាសុខៈហ្នឹងឲ្យប្រែថាភ្លៀងវិញភ្លៀងនេះគឺសំដៅដល់ស្រោអត់ទុំទេភ្លៀងមកធ្វើឲ្យអ្នកស្រែសប្បាយចិត្តព្រោះអីព្រោះលក្ខណៈថាបើយើងគិតអញ្ចឹងវាគិតសម័យកាលខុសគ្នាថាអាចថាយកអាសម័យស្រោចាប់ផ្ដើមយើងចាប់ផ្ដើមធ្វើស្រែនោះតែឃ្លៀកភ្លៀងមកនេះស្រែសប្បាយចិត្តដើម្បីធ្វើស្រែតែនេះលោកអត់ចង់បានអញ្ចឹងលោកឃើញលោកថែមបត់មកខ្លះនេះបាកសាល័យណាំងទេសនាស្រោឃើញស្រោសាល័យទាំងឡាយដែលមានទុំលឿងដែលមានលឿងថាទុំក៏បានកបាកហ្នឹងវាចាស់អត់ទេដោយសារក្នុងគាថាអញ្ចឹងលោកតែងធ្វើឲ្យគ្រប់មួយគាថាអញ្ចឹងបត់ចម្លើយត្រូវថែមឲ្យគ្រប់មួយគាថាអញ្ចឹងថែម